Alo សួស្តីអ្នកនរគ្នាគឺថ្ងៃនេះខ្ញុំចង់និយាយពីបញ្ហាការ install app AFK បានមានទូរស័ព្ទខ្លះអាច install បានទូរស័ព្ទខ្លះអាច install បានអញ្ចឹងខ្ញុំធ្វើសម្រាប់អ្នក install វាបានពេលដែលយើង download កម្មវិធីតាម Chrome ឬក៏ Google ហើយយើងគឺ install វាបានទេមើលនៅក្នុងវីដេអូខ្ញុំមើលបង្ហាញអញ្ចឹងគឺវាតម្លើង app កម្មវិធីនឹងឲ្យបានទេពេលយើងតម្លើងកម្មវិធីឲ្យបានអញ្ចឹងយើងគួរធ្វើម៉េចតើឥឡូវមើលដំណោះស្រាយជាមួយខ្ញុំបងប្អូនជាដំបូងគឺយើងត្រូវការកម្មវិធី Saver បាទនេះកម្មវិធីហ្នឹងហើយគឺយើង down ពី Play Store មកហើយបន្ទាប់មកទៀតគឺយើងត្រូវការរកកន្លែង setting បាទហើយចូលមកហើយយើងឃើញរូបខ្សែហើយយើងចុចមកចុចពាក្យថា backup និង reset ចុចវាទៀតមកហើយយើងចុច backup មួយទៀតហើយលើគេចុច local backup ហើយយើងចុច new backup ទៀតមកក្រោមគេហ្នឹងហើយមកដល់កន្លែងហ្នឹងគឺយើងដកសញ្ញាគ្រីសទាំងអស់ហើយយើងចុចអាក្រោមគេទៅមួយបានហើយចុចអាក្រោមមកយើងរើស app មួយណាបានហើយដែលយើងចង់ដាក់អញ្ចឹងហើយខ្ញុំយក app Facebook ហើយតើឲ្យចុច start មកវាដើរពេញសិនឥឡូវវាពេញហើយចុច done មកអូខេហើយបន្ទាប់មកទៀតគឺយើងត្រូវការចូលកន្លែង app Saver ចូល app Saver ហើយយើងត្រូវរកពាក្យថា download ចុច download ហើយយើងរកកម្មវិធីដែលយើងបាន down ពី Google ហ្នឹង app ដែលយើងតម្លើងឲ្យបានគឺយើងមើលក្នុងហ្នឹងមកឥឡូវខ្ញុំឧទាហរណ៍ថា game Minecraft ដែលខ្ញុំតម្លើងតាមកម្មវិធីធម្មតាបានឥឡូវខ្ញុំចុច copy ចុច Minecraft ជាប់ចុច copy យើងចុចលើគេទៀតចុច Android ចុច data តមកអស់ទៅក្រោមរហូតយើងរកពាក្យថា backup អ្នកនរគ្នាធ្វើតាមខ្ញុំមួយមកនេះ backup color backup store ចុចមកចុច backup លើគេចុច app តមកវាចេញអញ្ចឹងហើយចុចសញ្ញា trace យើងត្រូវចុចរូបពីរហ្នឹងឲ្យដូចខ្ញុំមកហើយបន្ទាប់មកយើងចុច pass តាមសញ្ញាព្រួយខ្ញុំមកចាំវាបន្តិចទៅខេឥឡូវវាចូលហើយត្រូវ copy ឈ្មោះកម្មវិធីដែលយើងបានរើសនៅពេលចូល setting មិញហ្នឹងខ្ញុំបានរើសកម្មវិធី Facebook ឥឡូវយើងចុចរូប Facebook ហ្នឹងឲ្យជាប់ចុច rename ហើយ copy អាក្បាលវាហ្នឹងមិនបាច់ copy កតុយទេអូខេតមកយើងលុបវាចោលហើយយើងត្រូវដាក់វានៅលើកម្មវិធីយើងលុបក្បាលចោលដាក់ក្បាល Facebook ហ្នឹងមកអូខេតែប៉ុណ្្នឹងជាការស្រេចហើយយើងចុចអាទី1មិញមកយើងចុច start វាដើរសិនចាំតើវាពេញយើងបានកម្មវិធីហ្នឹងប្រើឥឡូវវាពេញហើយអូខេយើងទៅមើលកម្មវិធីយើងបងប្អូនគ្នាបានអត់នេះគឺវាឈ្មោះ Minecraft ហ្នឹងគឺបានហើយអូខេអ្នកនរគ្នាកុំភ្លេចធ្វើតាមបានឬកុំបានកុំភ្លេច comment ប្រាប់ខ្ញុំខាងក្រោមអរគុណសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមអរគុណ